ចរាយជីវិតមានន័យវិជ្ជមានជីក្បាលបីជាមឹងកាន់តែកដំណាំស្រូវត្រូវពោលសរីរាង្គបង្ហាញរោគសញ្ញាយ៉ាងណាខ្លះតើត្រូវធ្វើយ៉ាងណាដើម្បីព្យាបាលការពោលសរីរាង្គនៅក្នុងដីស្រែខ្លឹមសារជាក់ស្ដែងនឹងត្រូវបានសាស្ត្រាចារ្យបណ្ឌិតងឿងបាវែណែនាំលម្អិតជម្រាបសួរបងប្អូនប្រជាកសិករនិងទស្សនិកជនដែលកំពុងទស្សនាកម្មវិធីខ្ញុំនឹងណែនាំបងប្អូនពីរបៀបព្យាបាលការពោលសរីរាង្គនៅក្នុងដីស្រែប្រធានបទនេះណែនាំពីរបៀបព្យាបាលនៅពេលដែលដើមស្រូវមានរោគសញ្ញានៃការពោលតើយើងត្រូវធ្វើយ៉ាងណាប្រធានបទនេះមិនមែននិយាយអំពីរបៀបដែលយើងទប់ស្កាត់មិនឲ្យដីបង្កើតជាតិពុលនៃសរីរាង្គនោះទេមូលហេតុដែលដើមស្រូវរបស់បងប្អូនត្រូវពុលសរីរាង្គគឺដោយសារបន្ទាប់ពីច្រូតស្រូវនារដូវមុនបងប្អូនប្រញាប់ប្រញាល់ភ្ជួររាស់បង្កប់ចំបើងទៅក្នុងដីលិចទឹកនោះចំបើងដែលត្រូវកប់នៅក្នុងដីនឹងរលួយក្នុងស្ថានភាពថប់ខ្យល់ពុលគឺគ្មានខ្យល់អាកាសហើយវាលស្រែត្រូវលិចទឹកម្ល៉េះហើយវានឹងបង្កើតជាតិពុលនៃសរីរាង្គជាតិពុលនៃសរីរាង្គនេះឯងនឹងបំផ្លាញដំណាំស្រូវរបស់បងប្អូនប្រជាកសិករយើងឥឡូវតើបងប្អូនធ្វើម្ដេចសម្គាល់បាននៅរោគសញ្ញាដែលថាដើមស្រូវត្រូវពុលសរីរាង្គបើដើមស្រូវនៅតូចខ្ចីបងប្អូនដកដើមស្រូវទាំងឫសឡើងបែបនេះបងប្អូននឹងឃើញថាឫសស្រូវមានកលៈសបន្ទាប់មកកលៈខ្មៅរួចកលៈពណ៌លឿងមើលទៅវាហាក់ដូចជាកន្ទុយខ្លាម្ល៉េះហើយគេតែនិយាយថាពេលណាឃើញឫសស្រូវមានរូបរាងដូចកន្ទុយខ្លាបងប្អូនដឹងថាដើមស្រូវរបស់យើងត្រូវពុលសរីរាង្គហើយឯចំណែកបើដើមស្រូវដុះធំខ្ពស់បងប្អូននឹងឃើញឫសរបស់វាងាប់មានពណ៌ខ្មៅដើមស្រូវងាប់ខ្មៅយ៉ាងនេះនៅគ្រាដំបូងគឺនៅរស់នៅឡើយមិនទាន់ងាប់ទាំងស្រុងទេពេលដែលបងប្អូនឃើញឫសស្រូវងាប់ខ្មៅហើយបងប្អូនចាប់ច្បូតឫសស្រូវរបៀបនេះបងប្អូននឹងឃើញសំបកឫសខូចរបូតចេញនៅសល់តែស្នូលខាងក្នុងប៉ុណ្ណោះហេតុនេះយើងអាចចាត់ទុកថាឫសស្រូវនោះលែងស្រូបយកសារធាតុចិញ្ចឹមបានទៀតឡើយចំណែកឯដីស្រែវិញបើបងប្អូនដកយកដីមួយដុំបែបនេះនោះបងប្អូននឹងឃើញវាទន់ជ្រាយណាស់ព្រោះវាមានសរីរាង្គច្រើនពេកឬស្រូវមានពណ៌ខ្មៅហើយនៅពេលដែលយើងហិតរបៀបនេះវាមានក្លិនឆ្អាបនោះគឺជាការបង្ហាញពីការរិចរឹលដីដែលបណ្ដាលមកពីជាតិពុលសរីរាង្គនៅពេលដែលដើមស្រូវទទួលរងការពុលសរីរាង្គបែបនេះបងប្អូនតែងត្អូញត្អែថាដំណាំមិនស្រូបយកជីបានការស្រូបយកជីមិនបានដោយសារឫសរបស់ដើមស្រូវខូចទៅហើយហេតុនេះនៅពេលដែលដើមស្រូវមានរោគសញ្ញាដូចនេះបងប្អូនត្រូវតែមានវិធីដោះស្រាយដើម្បីរាំងខ្ទប់ការវិវត្តនៃការពុលនេះដូច្នេះតើបងប្អូនយើងត្រូវធ្វើយ៉ាងណាទៅជាដំបូងបងប្អូនត្រូវបញ្ចេញទឹកឲ្យអស់នៅក្នុងស្រែរបស់ខ្លួនព្រោះទឹកនេះជាជាតិពុលម្ល៉េះហើយបើចង់កែលម្អដីស្រែត្រូវបញ្ចេញជាតិពុលនេះចេញអស់ពីស្រែបងប្អូនគួរយល់ថាជាតិពុលសរីរាង្គនេះស្ថិតនៅក្នុងលក្ខណៈជាឧស្ម័នដូច្នេះពេលដែលបងប្អូនបង្ហូរទឹកចេញពីស្រែរបស់ខ្លួនបងប្អូនត្រូវរង់ចាំឲ្យទឹករីងស្ងួតរហូតដល់ពេលដីចាប់ដើមប្រេះតិចតិចដើម្បីឲ្យឧស្ម័ននៃជាតិពុលនៅក្នុងដីស្រែហើយចេញអស់រួចទើបបងប្អូនបូមទឹកបញ្ចូលទៅក្នុងស្រែដើម្បីឲ្យជាតិពុលហួតហើរចេញអស់ទាំងស្រុងហើយនៅពេលបូមទឹកបញ្ចូលស្រែកុំឲ្យជាតិពុលសរីរាង្គប្រមូលផ្ដុំនៅកន្លែងណាមួយនៅក្នុងស្រែបងប្អូនត្រូវមានប្រឡាយចង្អុលទឹកសម្រាប់ជំរះជាតិពុលនេះចេញរបៀបធ្វើប្រឡាយចង្អុលយ៉ាងដូចម្ដេចខ្ញុំគិតថាបងប្អូនគួរតែមើលវីដេអូឃ្លីបក្នុងកម្មវិធីនេះស្ដីអំពីរបៀបធ្វើប្រឡាយចង្អុលទឹកដើម្បីដោះជាតិពុលចេញពីស្រែរួចក្រោយមកទើបបងប្អូនចាប់ផ្ដើមបាចជីនៅទីនេះខ្ញុំសំណើបងប្អូនយើងប្រើជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងជូរហេតុអ្វីបានជាយើងត្រូវដាក់ជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងជូរព្រោះថាដើមស្រូវដែលត្រូវពុលដោយជាតិពុលសរីរាង្គបែបនេះវាងាយនឹងទទួលរងឥទ្ធិពលជាតិជូរនៃដី
ឧទាហរណ៍ប្រសិនបើដើមស្រូវមិនត្រូវពោលដោយជាតិពោលសរីរាង្គទេនោះហើយនៅកម្រិតជូរណាមួយគឺដើមស្រូវមិនទទួលរងឥទ្ធិពលអ្វីសោះឬទទួលរងឥទ្ធិពលដ៏ស្រាលប៉ុន្តែប្រសិនបើត្រូវពោលដោយជាតិពោលសរីរាង្គហើយនោះជាតិជូរនៅកម្រិតទាបឬមធ្យមនឹងធ្វើឲ្យដើមស្រូវទទួលរងឥទ្ធិពលយ៉ាងខ្លាំងនិងធ្ងន់ធ្ងរពីការបំពុលដោយជាតិជូរដូច្នេះហើយបងប្អូនចាំបាច់ត្រូវដាក់ជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងជូរបរិមាណប្រើមិនច្រើននោះទេគឺត្រឹមតែ5ទៅ10គីឡូក្រាមក្នុង1អា1000ម៉ែត្រការ៉េគឺដើម្បីទប់ស្កាត់ស្ថានភាពពុលដោយជាតិជូរបងប្អូនអាចប្រើកំបោរក៏បានដែរសម្រាប់កំបោរបងប្អូនប្រើកំបោរដុតឆ្អិនដើម្បីបាចទៅលើស្រែពី20ទៅ30គីឡូក្រាមកំបោរឆ្អិនសម្រាប់1អា1000ម៉ែត្រការ៉េតែបើប្រើកំបោរឆ្អិននោះធូលីហុយខ្លាំងណាស់នៅពេលដែលយើងបាចវាទៅលើដីស្រែចំណែកឯជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងជួរវិញយើងឃើញថាវាមានប្រៀបស្រួលប្រើជាងក្រោយពីបានដោះស្រាយដោយខាងលើហើយប្រហែលថ្ងៃក្រោយមកបងប្អូនដកដើមស្រូវទាំងឫសដើម្បីពិនិត្យមើលប្រសិនបើបងប្អូនឃើញថាឫសរបស់វាដុះឫសខ្ចីពណ៌សនោះចាត់ទុកថាដំណោះស្រាយបានសម្រេចហើយឯបើករណីដើមស្រូវមិនទាន់ដុះឫសខ្ចីទេនោះខ្ញុំស្នើបងប្អូនគួរប្រើជី DAP សញ្ញាក្បាលក្របីបាចទៅលើដីស្រែបរិមាណប្រើ5គីឡូក្រាមក្នុង1អា1000ម៉ែត្រការ៉េដើម្បីជំរុញការលូតលាស់នៃឫសរបស់ដើមស្រូវជាចុងក្រោយយើងខ្ញុំស្នើបងប្អូនយកចិត្តទុកដាក់ក្នុងការបង្កើនភាពធន់និងការពោលសរីរាង្គរបស់ដើមស្រូវដោយប្រើអរម៉ូនបារ៉ាស៊ីណូលីតអរម៉ូនបារ៉ាស៊ីណូលីតនេះទើបតែមាននៅពេលថ្មីៗនេះជាផលិតផលចំនួនទី6បងប្អូនបាញ់ថ្នាំដែលមានកំហាប់ត្រឹមប្រហែលតែ0.05ទៅ0.1មីលីក្រាមលាយក្នុងទឹក1លីត្រឬយើងហៅថា0.05ទៅ0.1 ppm ប៉ុន្តែលាយបែបនេះបងប្អូនពិបាកធ្វើណាស់យកល្អបងប្អូនគួរទិញថ្នាំដែលគេបានលាយស្រាប់ដែលក្នុងនោះគេបានណែនាំពីរបៀបប្រើមានន័យថាបងប្អូននឹងដឹងថាគួរប្រើប្រមាណ cc លាយជាមួយទឹកប្រមាណលីត្រនោះវាងាយស្រួលប្រើជាងគោលបំណងនៃសារធាតុនេះដូចដែលខ្ញុំបាននិយាយគឺជួយឲ្យដើមស្រូវធន់នឹងការពោលសរីរាង្គពោលគឺដោះស្រាយ stress ឲ្យដើមស្រូវខ្ញុំមានយោបល់គួរចងចាំមួយទៀតថាបន្ទាប់ពីការដោះស្រាយបញ្ហាបង្ហូរទឹកចេញពីស្រែរួចដាក់ជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងជូរហើយបន្ទាប់មកទៀតដាក់ជី DAP សញ្ញាក្បាលក្របីរួចស្រេចប៉ុន្តែឫសស្រូវនៅតែមិនទាន់ដុះចេញទៀតខ្ញុំគិតថាបងប្អូនត្រូវដំណើរការតាមលំដាប់រៀបរាប់ខាងលើនេះជាថ្មីម្ដងទៀតពោលគឺដំណើរការជាថ្មីម្ដងទៀតនៅលំដាប់នៃរបៀបលាងជ្រះជាតិពុលរួចដាក់ជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងជូរហើយបន្ទាប់មកដាក់ជី DAP រួចស្រេចហើយបងប្អូនពិនិត្យមើលតើឫសខ្ចីបានដុះចេញហើយឬនៅចំណាប់អារម្មណ៍ចុងក្រោយដែលយើងខ្ញុំចង់លើកឡើងជូនបងប្អូនថាយើងគួរប្រឹងប្រែងប្រុងប្រយ័ត្នការពារកុំឲ្យដីបង្កើតជាតិពុលសរីរាង្គព្រោះថាបើទុកឲ្យដីបង្កើតជាតិពុលសរីរាង្គហើយបំពុលដើមស្រូវរបស់យើងដោយជាតិពុលសរីរាង្គនេះបើទោះជាបងប្អូនខិតខំព្យាបាលយ៉ាងណាក៏ដើមស្រូវត្រូវរងរបួសទៅហើយដូច្នេះបញ្ហានៅទីនេះគឺលើកឡើងតែករណីដែលយើងមិនអាចទប់ស្កាត់បានគឺយើងត្រូវបង្ខំចិត្តព្យាបាលការពុលសរីរាង្គយកល្អយើងគួរមានការប្រុងប្រយ័ត្នបង្ការជាមុនទើបវាមានភាពប្រសើរជាងច្រើនសូមជូនពរឲ្យបងប្អូនទទួលបានជោគជ័យក្នុងការអនុវត្តខ្លឹមសារនៃការណែនាំនៅក្នុងคลิปវីដេអូនេះសូមជម្រាបលាបងប្អូនវិធីព្យាបាលការពុលសរីរាង្គនៅក្នុងស្រែបង្ហូរទឹកចេញឲ្យរីងស្ងួតអស់ពីស្រែរងចាំរហូតដល់ពេលដីប្រេះតិចៗហើយទើបបូមទឹកថ្មីបញ្ចូលស្រែបាចជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងជូរបរិមាណពី5ទៅ10គីឡូក្រាមក្នុង1អា1000ម៉ែត្រការ៉េចំពោះដើមស្រូវតូចខ្ចីយើងអាចប្រើកំបោរពី20ទៅ30គីឡូក្រាមក្នុង1អា1000ម៉ែត្រការ៉េអស់រយៈពេលប្រមាណថ្ងៃក្រោយមកយើងដកស្រូវទាំងឫសនៅកន្លែងផ្សេងៗគ្នានៅក្នុងស្រែយើងពិនិត្យមើលឫសស្រូវបើគ្មានឫសថ្មីពណ៌សដុះចេញទៅនោះយើងត្រូវដាក់ជី Phosphor ដូចជា DAP Smart Zang
សញ្ញាក្បាលក្របីប្រហែល5គីឡូក្រាមក្នុង 1A 1000 ម៉ែត្រការ៉េយើងអាចបាញ់ថ្នាំអរម៉ូន Baracinolide ដើម្បីបំបត្តិភាពតានតឹង stress នៃដើមស្រូវហើយដើមស្រូវធន់នឹងការបំពុលពីជាតិពុលសរីរាង្គចំណាប់អារម្មណ៍ថាបើស្រូវនៅតែមិនទាន់ដុះឬថ្មីបងប្អូនត្រូវដំណើរការតាមលំដាប់រៀបរាប់ខាងលើជាថ្មីម្ដងទៀតជាសញ្ញាក្បាលក្របីមិត្តដ៏ស្មោះរបស់ជាកសិករ